ពាក្យសម្ដីយើងអាចជួយអ្នកដែលកំពុងមានទុក្ខសោកវិបត្តិក្នុងផ្លូវចិត្តនឹងបានធូរស្បើយមកវិញដោយការពន្យល់ណែនាំហេតុផលអីចឹងទៅគ្នាបានធូរស្បើយដោយឱវាទរបស់ព្រះពុទ្ធចឹងជួយមនុស្សលោកបានច្រើនមែនតើប៉ុន្តែមាត់របស់យើងនឹងអាចคล้ายទៅជាអាវុធអាចคล้ายទៅជាលំពែងចាក់ធ្លាយពីតិចធ្លុះដល់បេះដូងអត់មានចេញឈាមមកតំណក់នេះប៉ុន្តែគេអាចឈឺចាប់ចងចាំមិនភ្លេចរហូតដល់ថ្ងៃស្លាប់ក៏សឹងមានដែរជាងតើតែយើងប្រយ័ត្នប្រយែងមុននឹងហាមុននឹងស្ដីមុននឹងនិយាយនឹងពិចារណាថាវាមានប្រយោជន៍អីដល់អ្នកស្ដាប់ទេតែយើងនិយាយនឹងដោយបំណងអីមានចិត្តល្អចង់ជួយប្រាប់ជួយណែនាំឬក៏ដោយការចំណែននិន្ទាឈ្នាននេះនិយាយឲ្យគេបែកបាក់ឆ្លោះប្រកែកគ្នាដោយចិត្តចំណែនអីចឹងទៅអាហ្នឹងយើងពិចារណាមើលខ្លួនឯងពីព្រោះបាបហ្នឹងវាចេញពីមាត់ហើយបាបចេញពីមាត់ហ្នឹងសាហាវជាងបាបចេញពីផ្លូវកាយទៅទៀតនៅក្នុងធម៌ហ្នឹងមានសម្ដែងការនិយាយញុះញង់ឲ្យគេបែកបាក់ឆ្លោះគ្នានឹងជាមហាបាបធ្ងន់មែនតើមានកម្មពៀវរាទៅមុខបែកបាក់ព្រាត់ប្រាសគ្នាឆ្លោះប្រកែកឬក៏ត្រូវគេចោទប្រកាន់ដោយអត់ដឹងរឿងអត់ដឹងហេតុផលអីក៏មានដែរទៅមុខទៀតអញ្ចឹងបានព្រះអង្គឲ្យយើងចេះប្រើសម្ដីនឹងឲ្យជាវជ័យសុចរិតជាវាចាដែលផ្ដល់ប្រយោជន៍ដល់អ្នកស្ដាប់ឲ្យបានចម្រើនដោយចំណេះដឹងដោយគុណធម៌ដោយការភ្ញាក់រលឹកយើងមិនមែនមានមាត់ឲ្យចេះតាមុងម៉ាំងមានដាតឲ្យចេះតែកលាស់ហើយវាបាបហើយវានាំឲ្យរឿងឆ្លោះគ្នានាំឲ្យកើតប្រេះឆាហើយយើងបង្កើតទម្លាប់មាត់ចេះតែចង់និយាយរឿងគេហើយពេលខ្លះវាអត់បានចម្រើនអីដល់ខ្លួនឯងទេគិតតែពីជួយចិត្តនិយាយពីអ្នកនេះពីអ្នកនោះទៅជាសម្ភពលាបៈនិយាយរឿងអត់ប្រយោជន៍រហូតដល់ពេលអ្នកខ្លះទៅជារឿងញុះញង់ហ្នឹងហើយឲ្យគេបែកបាក់យើងហើយយើងខ្លាចជាមនុស្សដែលគេមិនស្រឡាញ់គេមិនចូលចិត្តទេនៅក្នុងកន្លែងធ្វើការធ្វើងារតែយើងចង់មាត់ចង់កនិយាយបាតដៃខ្នងដៃអេកអូចហ្នឹងជាមនុស្សមិនអាចយកជាគ្នាបានឲ្យប្រកបពជាទេហើយគេមិនទុកចិត្តអញ្ចឹងវាតើយើងមានសតិមានស្មារតីរៀនប្រើឲ្យទៅជាមធុភាន័យសម្ដីទឹកឃ្មុំមិនមែនទឹកឃ្មុំលេខតាមពឹសទេណាវាផ្អែមប៉ុន្តែមិនមែនលួយអេកអូគេពីក្រោយអត់ទេបុព្វភាន័យសម្ដីផ្កានៅក្នុងធម៌លោកឲ្យជិះវៀងអំពីគូថភាន័យសម្ដីលិមួកដែលឬក៏ភាសាមួយទៀតលោកហៅផរសវាចាសម្ដីបថៅកាប់គេកាប់ឯងចឹងទៅអានឹងជាការទម្លាប់ក្នុងផ្លូវចិត្តហើយនឹងការហាត់ពុតលួតដំតាមផ្លូវវាចាហើយត្រូវមានស្មារតីត្រូវមានបញ្ញាទប់ស្កាត់កុំឲ្យវាចេះតែប្រភ្លេចប្រភ្លោចទៅកុំឲ្យយើងបដោយមាត់ឲ្យទៅបំរើបាបមានកូនចៅខ្លះលើកឡើងថាម៉ែឪខ្លះហាក់ដូចជាស្រឡាញ់កូនមិនស្មើគ្នាវាថាគាត់ជួយនេះជាងគាត់មើលថែនេះជាងមិនសូវមើលថែគាត់ធ្វើអីក៏ខុសហើយសរសើរកូននោះជាងអញ្ចឹងទៅប៉ះពាល់ដល់សតិអារម្មណ៍របស់គាត់ដែរនឹងយើងមិនអាចមានអីទៅវាស់ស្ទង់ថាគាត់ស្មើមិនស្មើទេប៉ុន្តែវាអាចក្នុងករណីខ្លះឧទាហរណ៍ថាកូននឹងឈឺច្រើនកូននឹងក្រពិបាកកូននឹងរៀនសូត្រមិនសូវចេះដឹងតែអញ្ចឹងគាត់មានទំនោរមើលថែស្រឡាញ់
ឬក៏លុយកាក់ដែលកូនណាផ្ញើជូនគាត់ហ្នឹងគាត់ទុកដាក់ប្រលឹមហ្នឹងជួយកូនហ្នឹងបើតែកូននឹងខូចហើយក៏នៅតែជួយចឹងទៅទឹកចិត្តជាឪពុកម្ដាយស្រឡាញ់កូនហើយគាត់ស្រឡាញ់គាត់ដូចថាអាណិតកូនណាដែលពិបាកជាងគេចឹងវាអាចដែរក្នុងករណីខ្លះដូចថាកូននឹងល្អត្រឹមត្រូវដឹងថាអាចជួយមើលគ្រួសារបានចឹងទៅគាត់បន្ទុកបដាក់គាត់ឲ្យជួយមើលការខុសត្រូវចាត់ចែងអីចឹងទៅហើយយើងជួនកាលមើលមិនឃើញចំណុចហ្នឹងយើងអាចវាយតម្លៃថាម៉ែឪស្រឡាញ់កូនមិនស្មើគ្នាហើយកើតទុកមិនសុខចិត្តរហូតដល់អ្នកខ្លះគំនុំគុំគួនអីទៅទៀតក៏មានដែរមួយចំណុចទៀតគេមើលដករបស់ម៉ែឪក៏នាំឲ្យមានបញ្ហាក្នុងគ្រួសារនឹងច្រើនដែរធម្មតាម៉ែឪមានទ្រព្យរបស់ចែកឲ្យកូនអញ្ចឹងទៅហើយជួនកាលទ្រព្យនឹងវាមិនមែនកាត់ប្លង់ប៉ិនគ្នាណាវាពីកពកវាមានរបស់របរមាសប្រាក់អីហើយអញ្ចឹងដល់ពេលចែកវាមានលើសវាមានខ្វះហើយអញ្ចឹងក៏កូនខ្លះយកអានឹងជាមូលដ្ឋានទៅក៏កើតទៅជារឿងជារាវឆ្លោះប្រកែកអន់សពុនចិត្តខាងម៉ែខាងឪក្នុងរឿងនឹងទៀតក៏មានដែរបើស្មានថាទ្រព្យរបស់នឹងជាញើសឈាមរបស់គាត់ទុកឲ្យគាត់ចែកឲ្យពីណាប្រមាណអានឹងរឿងរបស់គាត់ទេយើងអរគុណហើយដែលគាត់បានចាំជីវិតទំនុកបំរុងឲ្យយើងបានរៀនសូត្របានរស់បានប៉ុណ្ណឹងហ្នឹងយើងអរគុណសន្តានចិត្តល្អគុណរបស់គាត់ហើយវាអាចតកតងនឹងរឿងប៉ុនដែរសម្ពាយប៉ុនរបស់យើងខុសគ្នាកូនខ្លះគេមានប៉ុនច្រើនកើតមកគេមានអ្នកស្រឡាញ់ចូលចិត្តរាប់អានមីងមាបងប្អូនទៅណាមកណាអញ្ចឹងទៅហើយកូនខ្លះដែលខ្សត់ប៉ុននឹងរូបគុំស្អាតរៀនក៏មិនប្រកែរគុំសូវបានហើយដល់អញ្ចឹងកើតទុកទោមនោះថាមកពីម៉ែមិនជួយឪមិនជួយនឹងបានខ្ញុំក្រពិបាកអញ្ចឹងអីអញ្ចឹងទៅជារឿងកើតចិត្តចំណែននិន្ទាជាមួយបងប្អូនឯងក៏មានដែរវាអាចដែរពេលខ្លះឪពុកម្ដាយអាចសម្ដែងនៅសកម្មភាពមើលទៅដូចថាមិនស្មើភាពគ្នាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តកូនប្រុសស្រីនឹងខ្លាំងមែនតែនអញ្ចឹងបានជានៅក្នុងធម៌ព្រះអង្គសម្ដែងឲ្យមានឧបេក្ខាការស្រឡាញ់នឹងឲ្យស្មើគ្នាក្នុងចំណោមកូនចៅនឹងដើម្បីជៀសវាងកុំឲ្យកូនចៅនឹងអន់សពុនចិត្តជាមួយនឹងឪពុកម្ដាយហើយទៅជាចំណែននិន្ទាឈ្នានេះជាមួយនឹងបងប្អូនប៉ុន្តែជាទូទៅម៉ែឪនឹងស្រឡាញ់កូនទាំងអស់ឲ្យចង់ឲ្យកូនទាំងអស់នឹងបានសុខនឹងឯងបើមានលឹះលួសតិចច្រើនអានឹងវាតាមស្ថានភាពរបស់កូនចឹងទៅតាមបនរបស់កូនផងក៏មានដែរបើក្នុងរឿងកម្មផលទៅបើចឹងបាននៅក្នុងព្រំវិហារធម៌ហ្នឹងព្រះអង្គសម្ដែងការពារកុំឲ្យមានបញ្ហាកើតឡើងក្នុងទំនាក់ទំនងរវាងគ្រួសារបងប្អូនហ្នឹងគឺឪពុកម្ដាយសម្ដែងនៅទឹកចិត្តស្រឡាញ់រាប់អានកូនហ្នឹងឲ្យសំរុំទៅដំទៅសងគ្នាទៅកូនចេះសង្គ្រោះគ្នាចេះសាមគ្គីគ្នាមិនបកកចំនួនមិនធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តឪពុកម្ដាយទេអញ្ចឹងយើងគួរអរគុណលោកឪពុកអ្នកម្ដាយដែលបានផ្ដល់កំណើតចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងរហូតមកដល់យើងបានវ័យប៉ុណ្ណេះអរគុណណាស់គុណបំណាច់ដល់ធំធេងហ្នឹងរឿងលើសខ្វះអីតិចតួចអាហ្នឹងចាត់ទុកថាយើងមានប៉ុនប៉ុណ្ណឹងយើងទទួលប៉ុណ្ណឹងហើយគាត់ចែកឲ្យប៉ុណ្ណាអរគុណហើយពុកអើយម៉ែខ្ញុំសូមអរគុណអ្វីដែលពុកម៉ែបានជួយខ្ញុំគាត់ជូនហើយគាត់ទទួលទៅអរគុណគាត់ទៅហើយមកចំណែកទៀតឪពុកម្ដាយក៏គួររក្សាឧបេក្ខាចិត្តហ្នឹងដើម្បីជៀសវាងកុំឲ្យកូននឹងកើតបាបដើម្បីឲ្យកូននឹងចេះស្រឡាញ់សហការគ្នាបានល្អអនុមោទនា